កសិកម្មកម្ពុជាប្រទេសកម្ពុជាជាប្រទេសមួយដែលពឹងផ្អែកលើវិស័យកសិកម្មជាសំខាន់ពីព្រោះប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់ត្រូពិចមូសុងទទួលរងឥទ្ធិពលខ្យល់មូសុងដែលមានលក្ខណៈក្តៅហើយសើមអំណោយផលខ្លាំងដល់ការលូតលាស់ដំណាំគ្រប់ប្រភេទប្រជាជនប្រមាណជាង 72.3% គឺជាប្រជាកសិករប្រកបរបរកសិកម្មសន្តានដីមានជីជាតិអាកាសធាតុនិងមានផ្លូវទឹកខ្វាត់ខ្វែងដែលជាកត្តាអនុគ្រោះខ្លាំងដល់ការដាំដុះគ្រប់ដំណាំជាប្រភពផ្ដល់ស្បៀងអាហារសម្រាប់ផ្គត់ផ្គង់ប្រជាជនគ្រប់រូបទូទាំងប្រទេសជាប្រភពផ្ដល់វត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់និងអភិវឌ្ឍផ្នែកកសិកម្មឧស្សាហកម្មក្នុងស្រុកនិងការនាំចេញទៅក្រៅស្រុកជាប្រភពចំណូលមួយដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិដែលទទួលបានពីផលិតកម្មនិងការនាំចេញទៅក្រៅប្រទេសវិស័យកសិកម្មត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាមុខព្រួញដ៏សំខាន់នៃសេដ្ឋកិច្ចជាតិជួយបង្កើតការងារជូនប្រជាជនបានកាន់តែច្រើនជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននិងកាត់បន្ថយការធ្វើចំណាកស្រុកឧទាហរណ៍ដំណាំស្រូវដំណាំកៅស៊ូដំណាំរួមផ្សំការចិញ្ចឹមសត្វការនេសាទការធ្វើអាជីវកម្មព្រៃឈើជាដើម 2. ការចែកប្រភេទកសិករនៅកម្ពុជាជា4ប្រភេទធំៗគឺកសិករផលិតស្រូវឬអ្នកធ្វើស្រែកសិករច្រើនធ្វើស្រូវវស្សាស្រូវប្រដេញទឹកនិងស្រូវប្រាំងនៅចុងរដូវវស្សាក្រៅពីនេះពួកគេចិញ្ចឹមសត្វនិងឡើងត្នោតជាដើមកសិករនៅតំបន់ដីខ្ពស់ច្រើនដាំដំណាំអចិន្ត្រៃយ៍ឬដំណាំតាមរដូវដូចជាពោតដំឡូងសណ្តែកល្ងកសិករធ្វើចម្ការឬកសិករមិនដាំស្រូវដំណាំដាំផ្សេងនៅតាមបណ្ដោយមាត់ទន្លេមាត់ស្ទឹងនិងដីទួលនានាដូចជាថ្នាំជក់បន្លែផ្កាកសិករភូមិភាគឦសាននិងតំបន់ភ្នំគេច្រើនធ្វើដំណាំព្រៃដុតដូចជាស្រូវពោតដំឡូងក្រោយពីនេះពួកគេស្វែងរកអនុផលព្រៃឈើនិងបរបាញ់សត្វជាដើម 3. ប្រព័ន្ធផលិតស្រូវនៅកម្ពុជាមានលក្ខណៈខុសប្លែកគ្នាដូចខាងក្រោមស្រូវវស្សាត្រូវបានគេដាំនៅទូទាំងប្រទេសចាប់ពីខែឧសភាដល់ខែតុលាលើផ្ទៃដីប្រមាណ 2,255,104 ហិកតាទិន្នផលជាមធ្យមប្រមាណ 2.54 តោនក្នុង1ហិកតាយោងតាមទិន្នន័យឆ្នាំ 2008 ស្រូវប្រាំងគេដាំនៅតំបន់ក្បែរមាត់បាំងទន្លេស្ទឹងព្រែកដោយវិធីស្ទូងនិងបាចទឹកបញ្ចូលនៅរដូវទឹកស្រកទិន្នផលជាមធ្យមប្រមាណ 4.3 តោនក្នុង1ហិកតាយោងតាមទិន្នន័យឆ្នាំ 2008 ស្រូវឡើងទឹកជាប្រភេទស្រូវធ្ងន់ដាំដុះពី 8 ទៅ 9 ខែទើបប្រមូលផលបានស្រូវឡើងទឹកអាចធន់នឹងកម្ពស់ទឹកពី 2 ម៉ែត្រទៅ 5 ម៉ែត្រគេដាំនៅជុំវិញបឹងទន្លេសាបនិងកំហូងនានាតាមបណ្ដោយទន្លេមេគង្គក្នុងខេត្តកំពង់ចាមព្រៃវែងនិងតាកែវទិន្នផលជាមធ្យមដូចទៅនឹងស្រូវប្រាំងដែរយោងតាមទិន្នន័យឆ្នាំ 2008 4. ស្រូវជាដំណាំសំខាន់ជាងគេបំផុតនៅប្រទេសកម្ពុជាពីព្រោះដំណាំស្រូវដាំដុះលើផ្ទៃដីប្រមាណ 90% នៃផ្ទៃដីដាំដុះសរុបកសិករជាង 80% ជាអ្នកដាំដំណាំស្រូវជាអាហារមូលដ្ឋានចាំបាច់របស់ប្រជាជនកម្ពុជាអាកាសធាតុសន្តានដីនិងប្រព័ន្ធធារាសាស្ត្រអនុគ្រោះច្រើនដំណាំគ្រប់ប្រភេទជាពិសេសដំណាំស្រូវជាផលិតផលសំខាន់សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិជាប្រភពនៃចំណូលថវិកាស្រូវជារូបធាតុដើមសម្រាប់បម្រើឲ្យវិស័យឧស្សាហកម្មក្នុងនិងក្រៅស្រុកផ្ដល់ការងារដល់ប្រជាជននៅតាមមូលដ្ឋានជនបទកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅតាមជនបទកាត់បន្ថយការធ្វើចំណាកស្រុក 5. ក្រៅពីការធ្វើស្រែវស្សាកសិករកម្ពុជាមានការងារផ្សេងដូចជាចិញ្ចឹមសត្វ
ដោយជាមាន់ទាគោក្របីជ្រូកនេសាទចិញ្ចឹមត្រីវារីបកម្មដាំបន្លែបង្ការរួមផ្សំផ្សេងលក់ដូរបែបចំនួនតូចតាចលក្ខណៈគ្រួសារកម្មករសំណង់រោងចក្រឡើងថ្នោតសិប្បកម្មតម្បាញចម្លាក់ក្អមឆ្នាំងជាងដែកកញ្ជើល្អីរកអនុផលព្រៃឈើដូចជាជ័រវល្លិផ្ដៅការធ្វើស្រែប្រាំងនៅរដូវប្រាំងការងារផ្សេងដូចជាកម្មករចំណាក់ស្រុកតាមរដូវដើម្បីរកការងារធ្វើបន្ថែម 6. នៅកម្ពុជាការដាំដុះកៅស៊ូមានកើនឡើងដំណាំនេះផ្ដល់សារៈសំខាន់ដូចជាផ្ដល់ជ័រកៅស៊ូសម្រាប់បម្រើដល់ឧស្សាហកម្មក្នុងស្រុកនិងការនាំចេញជួយទ្រទ្រង់លំនឹងជញ្ជាំងពាណិជ្ជកម្មផ្ដល់ការងារជូនប្រជាជនបានកាន់តែច្រើនកាត់បន្ថយអត្រាគ្មានការងារធ្វើក្នុងសង្គមលើកកម្ពស់ជីវភាពប្រជាជនឲ្យកាន់តែល្អប្រសើរកាត់បន្ថយការធ្វើចំណាក់ស្រុករបស់ប្រជាជនផ្ដល់ប្រាក់ចំណូលដល់សេដ្ឋកិច្ចជាតិតាមរយៈការនាំចេញផលិតផលកសិកម្មឧស្សាហកម្មកាត់បន្ថយការកាប់ព្រៃឈើអស់ធ្យូងសម្រាប់ដុតជួយការពារបរិស្ថានសំណឹកដីការហូរច្រោះដីបង្កើតគម្របបៃតងជំនួសការបាត់បង់ព្រៃឈើកាត់បន្ថយកម្ដៅនិងជួយសម្រួលដល់ការរស់នៅរបស់ភាវៈរស់លើភពផែនដី 7. ព្រៃឈើមានសារប្រយោជន៍ជាច្រើនដូចជាជំរកសត្វព្រៃនិងសត្វមច្ឆាគ្រប់ប្រភេទផ្ដល់ឈើសម្រាប់ធ្វើសំណង់ផ្ទះតុទូនិងគ្រឿងសង្ហារិមផ្សេងជួយរក្សាលំនឹងអាកាសធាតុភ្លៀងធ្លាក់ទៀងទាត់ផ្ដល់ខ្យល់អាកាសបរិសុទ្ធជួយទប់ទល់ខ្យល់ព្យុះនិងទឹកជំនន់ជួយការពារការហូរច្រោះដីធ្វើឲ្យដីមានជីជាតិជួយទាក់ទាញទឹកភ្លៀងជាភ្នាក់ងារបញ្ចេញឧស្ម័នអុកស៊ីសែនដល់មនុស្សនិងសត្វកន្លងមកនេះព្រៃឈើនៅកម្ពុជាមានការបាត់បង់ជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភពីមួយឆ្នាំទៅមួយឆ្នាំព្រៃឈើពោលគឺមានការថយចុះជាលំដាប់បើគិតពីឆ្នាំ1900ផ្ទៃដីព្រៃឈើមាន 75% ប៉ុន្តែបច្ចុប្បន្នព្រៃឈើនៅតិចជាង 40% និងបន្តចុះថយជាលំដាប់ទៀតបើគ្មានការទប់ស្កាត់ទេនោះគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការការពារព្រៃឈើដោយសហការជាមួយស្ថាប័នជាតិនិងអន្តរជាតិនានាដើម្បីគ្រប់គ្រងព្រៃឈើឲ្យបានល្អមានដូចជាបង្កើនផ្ទៃដីគម្របព្រៃឈើឈានឆ្ពោះទៅរកគោលដៅអភិវឌ្ឍសហសវត្តកម្ពុជាដែលបានកំណត់រក្សាគម្របព្រៃឈើ 60% នៅឆ្នាំ 2015 បង្កើនតំបន់ការពារធម្មជាតិឧទ្យានជាតិបង្កើតសហគមន៍ព្រៃឈើឆ្នាំ 2008 មាន 360 សហគមន៍គ្របដណ្ដប់លើផ្ទៃដី 325,130 ហិកតា បោះបង្គោលព្រំដែនព្រៃឈើការស្រាវជ្រាវនិងការអភិរក្សសត្វព្រៃការដាំដើមឈើឡើងវិញប្រារព្ធរុក្ខទិវាថ្ងៃទី 9 ខែកក្កដារៀងរាល់ឆ្នាំ 8. ព្រៃឈើជាប្រភពភោគទ្រព្យធម្មជាតិកើតឡើងវិញដោយអាស្រ័យលើលក្ខណៈអាកាសធាតុប្រទេសកម្ពុជាស្ថិតនៅតំបន់ត្រូពិចមូសុងទទួលឥទ្ធិពលខ្យល់មូសុងមានលក្ខណៈក្តៅហើយសើមមានភ្លៀងធ្លាក់កន្លះឆ្នាំខ្សត់ភ្លៀងកន្លះឆ្នាំលក្ខខណ្ឌអាកាសធាតុអនុគ្រោះដល់ការលូតលាស់នៃរុក្ខជាតិនិងដំណាំគ្រប់ប្រភេទការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលបានសហការជាមួយស្ថាប័នជាតិនិងស្ថាប័នអភិវឌ្ឍន៍អន្តរជាតិនានាដើម្បីគ្រប់គ្រងព្រៃឈើឲ្យបានល្អបង្កើនផ្ទៃដីគម្របព្រៃឈើឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍សហសវត្តកម្ពុជាដែលបានកំណត់រក្សាគម្របព្រៃឈើ 60% នៅឆ្នាំ 2015 ការចូលរួមគោរពច្បាប់បើមានកិច្ចការពារនិងគោរពច្បាប់បានល្អនោះព្រៃឈើនឹងកើនឡើងវិញដូចដើមឧទាហរណ៍
ការបង្កើតតំបន់ការពារធម្មជាតិឧទ្យានជាតិការបង្កើតសហគមន៍ព្រៃឈើការបោះបង្គោលព្រំដែនព្រៃឈើការស្រាវជ្រាវនិងការអភិរក្សសត្វព្រៃរុក្ខទេវ៌ា9 កក្កដាសហគមន៍នានានាំគ្នាដាំដើមឈើ 9 ការដាំដុះព្រៃឈើអាជីវកម្មព្រៃឈើនិងការនេសាទមានទំនាក់ទំនងគ្នាដូចតទៅការដាំដុះព្រៃឈើនិងការនេសាទជាភោគទ្រព្យយ៉ាងសំខាន់សម្រាប់ប្រជាជនកម្ពុជាក្នុងការទ្រទ្រង់ជីវភាពរស់នៅនិងការអភិវឌ្ឍប្រទេសជាតិដើម្បីបំពេញតម្រូវការក្នុងផលិតកម្មនិងតម្រូវការផ្សេងៗមនុស្សនាំគ្នារៀនព្រៃឈើធ្វើអាជីវកម្មព្រៃឈើដែលជាហេតុនាំឲ្យអាកាសធាតុប្រែប្រួលប៉ះពាល់ដល់ជីវិតមនុស្សសត្វនិងរុក្ខជាតិអតិផលនៃប្រព័ន្ធផលិតកម្មកសិកម្មនាំឲ្យមានកំណើននៃការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនិងជីគីមីថ្នាំសម្លាប់សត្វល្អិតនិងជីគីមីបានហូរចូលក្នុងប្រភពទឹកនានាដែលបង្កឲ្យមានការបំផ្លាញជីវិតនិងពូជមច្ឆជាតិសន្និដ្ឋានធាតុគន្លឹះទាំង3មានអន្តរអំពើរវាងគ្នាទៅវិញទៅមកបើមនុស្សទាញយកផលប្រយោជន៍បានកាន់តែច្រើនពីធាតុគន្លឹះណាមួយនោះធ្វើឲ្យធាតុគន្លឹះទាំង3ឈានទៅរកការវិនាសហិនហោចបំផ្លាញបរិស្ថានធ្ងន់ធ្ងរពោលគឺមនុស្សជាអ្នកបំផ្លាញខ្លួនឯង